ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះយ៉នសីហាក់មកពីក្រុងអាយុធយាខេត្តដែរខ្ញុំមកធ្វើការងារដែលគ្រូមិនដែលឲ្យគឺបង្កើត piece អញ្ចឹងទីមួយខ្ញុំធ្វើការបង្ហាញ user សិន who am I user របស់ខ្ញុំឈ្មោះរបស់ខ្ញុំគឺហាក់តោះមកខ្ញុំធ្វើការបង្ហាញ fileនេះគឺជា file របស់ខ្ញុំដែលបានតបមកខ្ញុំធ្វើការតបមកខ្ញុំធ្វើការប្រើ comment ដើម្បីបង្ហាញឲ្យវាចេញ3ទៅ4ចឹងខ្ញុំធ្វើការប្រើ comment is 13ហើយវាចេញមកហើយ comment ដួលរបស់វាហ្នឹងបន្ទាប់មកខ្ញុំធ្វើការប្រើ comment មួយទៀតដើម្បីបង្កើត file touca ហើយយើងហៅថា toys ហើយដាក់ឈ្មោះ file របស់យើងមក th3 តបមកយើងសរសេរអីចូលនៅក្នុង file យើងប្រើបណ្ដានោះហើយនេះជា file ខ្ញុំដែលខ្ញុំសរសេរគឺនេះ Java SA English មកចុច Ctrl O ដើម្បី save Ctrl មកដល់ខ្ញុំ Ctrl X ដើម្បីចាក់ចុចខ្ញុំចុច clear មកខ្ញុំបង្កើតហើយចឹងប្រើក្នុងមួយដើម្បីមើល file នេះគឺជាការងាររបស់ខ្ញុំធ្វើសម្រាប់ការងារនេះសូមបញ្ចប់ប៉ុណ្ណឹងអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះចន្ទសីហាក់មកពីក្រុងអាយុធយាថ្ងៃដែលខ្ញុំមកធ្វើការពី Return Command អញ្ចឹងខ្ញុំធ្វើការភ្ជាប់ពី YouTube ទៅ Windows Power Set អញ្ចឹងគឺត្រូវមាន check IPA ហើយខ្ញុំធ្វើការភ្ជាប់ AI ហើយនេះឈ្មោះរបស់ខ្ញុំអញ្ចឹងឈ្មោះបន្ទាប់ខ្ញុំធ្វើការTC នេះ file
ដែលមាននៅក្នុង etc ហើយយើងត្រូវបោះ file ទាំងអស់ដែលមានត្រូវបោះទៅចូលនៅក្នុង file AUPM អញ្ចឹងយើងត្រូវបង្កើត file មួយសិន text ពេលយើងបង្កើត file ហើយយើងត្រូវបោះចូលអញ្ចឹងយើងត្រូវប្រើ command ls save etcបន្ទាប់ពីយើងបោះចូលហើយយើង cat AUPM GT នេះខ្ញុំបានធ្វើការ cat ចូលហើយចាំបន្តយើងនឹងទៅ ls la etc và vì đó chỉ riêng cả hệ tinh lý tổng theo cả hệ việc về cả hay đi pha là những tu việc đó tổng nó dựng đẹp việc tiếp yes. Một cái để xong cho con một con bắt mình xuống lô cru nhưng bắt mua giòn xây ha một cái cọng bay dục hẻm thầy đá cho mò thơ cả ở đại ca nghe lô cru ban đảo cứ USW hay từ bốn nhân thơ bình định server file nhân vậy số độ ví dụ
về toàn thời cả thiểu tế chẳng vậy sự đủ and roll yes chẳng thơ bái chẳng chẳng thơ cá check về mầm đầu tiết sự đủ chẳng sẽ thơ về việc thiêu á tộc nó dừng thơ ca dừng chọn bật ở firewall chứ nhưng thử bà comment rồi gì chẳng bắt đầu nó bởi dân chọn bật ở comment dân chọn bật firewall chứ dân thử bà của mình sudo us disable chẳng việc bật đây snap trong laptop cứ cả port anh nhạt ở port là cả bật port chơi laptop cứ dùng thử lại sudo usw snap cho này nhé nhóm thơ ca allow port từ bố về main port về allow anywhere nhóm vay ra vay sudo usw allow port 87 thang trong vật tốt nhóm thơ ca check mơ tay nhóm bàn every chỗ nữa sudo này chẳng nhóm thơ ca lộ vì chỗ port 80 mình chớn snap bây giờ trong cái này vì lộ những update từ chia đi này với cho những thơ ca vậy sudo usw trong này nhầm thơ ca đồ bị lộn một đi này tổng mỗi dân thơ ca dân trong ca thơ ca trong lục port môi trình chẳng snap top cứ dân phải làm mấy OV reset firewall từ spam down về luôn sudo usw yes cho những bạn reset với hai chỗ yes
នេះចឹងវាចេញមកដូចដើមវិញហើយអញ្ចឹងសូមcomment sudo reload ដើម្បី reload វា QS ចឹង firewall reload ចឹងការងារសូមបញ្ចប់ត្រឹមហ្នឹងអូខេអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះយុនសីហៈមកពីក្រុងអាយុ5ថ្ងៃនេះខ្ញុំមកធ្វើការពីការAWS Server Remote ហើយជំហានដំបូងយើងត្រូវចូលមកកាន់ AWS ហើយ search ពាក្យ EC2 ហើយប៉ុន្តែឥឡូវខ្ញុំបានចូលមកដល់ EC2 ហើយបន្ទាប់មកយើងយកនេះ instance បន្ទាប់យើងយកហ្នឹងហើយយើងយក LAN instead ហើយយើងបង្កើតឈ្មោះហ្នឹង AWS Server ជួបបន្ទុកWikipediaកន្លែងយើងចូលមក create key pair មកវិញតបមកយក LAN instance ចូល instance ហើយនេះរបស់ខ្ញុំបង្កើតមក AWS server ហើយចូល connect ចូល SA client បន្ទាប់មកយើងចូលទៅកាន់ Kibang ហើយបន្ទាប់មកយើង copy AWS server remote នេះទៅកាន់ desktop សិនមកចុច cd desktop
ហើយបន្ទាប់មកយើងចូលមកនេះដើម្បី copy chain ហើយយើងផាសវាចូលមកចុច enter yes ឥឡូវយើងចូលវាបានហើយអញ្ចឹងបន្ទាប់មកខ្ញុំចូលទៅឆែក user ដើម្បីបញ្ជាក់ចឹងចេញមកនេះយមទីអូយមទូតោះខ្ញុំឆែកទៅលើPWD ហើយខ្ញុំកំពុងតែនៅលើជួនទូនៅលើ home តោះមកយើង update សំតោះច្រឡំ sudo aptច្រឡំតោះមកយើងធ្វើការ upgrade វាclear មួយបន្ទាប់មកយើងចូលទៅ
check mode 3 thìយើងបាន install វាហើយ Trong việc bạnបញ្ជាក់មកឲ្យថាយើងតបាន install វិញទេអញ្ចឹងយើងប្រើ command sudo chúngយើងធ្វើការទៅបង្កើត directory អូខេ vir.p ចឹងយើងធ្វើការទៅឆែក Y3 ដើម្បីឆែកមក folder ដែលយើងបានបង្កើត 3 ដង 001 ហើយនេះ folder ដែលខ្ញុំបានបង្កើតមិញចឹងខ្ញុំធ្វើការបង្កើត file text មួយទៀតច្រឡំបង្កើត nano ចុច Ctrl O save វា Y
ចឹងខ្ញុំធ្វើការឆែកទៅមើល file ដែលយើងបានបោះចូលមិញហើយនេះជា file ដែលខ្ញុំបានបោះចូលមិញ AU5 ហើយជំហានបន្ទាប់ខ្ញុំធ្វើការ copy ឈ្មោះ AU5 ហ្នឹងទៅដាក់ចូលក្នុង file នីមួយៗចឹងប៉ា comment cp choy cpយើងCនេះវាចេញហើយដក HVS thìបន្ទាប់មកខ្ញុំ compress file data ហ្នឹងទៅចូលក្នុងfile data.tz
chẳng anh ấy nhầm ở bàn miền file về thế chẳng chẳng tất cả install tất cả update về mode upgrade chăm tổng tất cả ăn ship vềនេះគឺថាបានហើយចង់សូមអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះយ៉នសីហៈមកពីក្រុង SU 5 ថ្ងៃនេះដែរខ្ញុំមកធ្វើការបង្កើត STP
server ចឹងដំបូងយើងចូលមកកាន់ security group មកហើយបន្តមកយក create កន្លែងនេះយើងដាក់ FTP server AWS add URL where តោះមកយើងចុច create ចុះចឹងចូលមកកើត security group ហ្នឹងចុចកើតមកយើងបង្កើតហើយយើងចូល instance ចូល lines ជួយជួបបន្ទុកហើយបង្កើត key pair វាមួយ copy ដាក់ទៅលើ desktop ហ្នឹងចុច run instance ហ្នឹងវាជោគជ័យហើយចឹងនេះវាកំពុងតែ check ខ្ញុំ refresh វាតិចមកចឹងចាំវា plate សិនហើយអានេះខ្ញុំបានធ្វើការ download ហើយ change mode វាហើយបន្តមកយើងចូលកាន់ connect ចូល SSIN copy នេះមក paste វាមក enter វាមក yesហើយអាហ្នឹងខ្ញុំបាន remote វាចូលទៅកាន់ AWS របស់ខ្ញុំហើយតបមកខ្ញុំ update វាមួយ
Chẳng tỏ mới nhưng thưa cả update nó upgrade nó từการ install ftp đó sudo clear sudo ftp clear cho như cho từ easy cài configuration bảo vệ etc cho nên nhung to miền tây cho những thời ca install về cho muốn update thời ca grab vftp biểu nổi ở đây grab vst thời ca copy này
configuration command sudo nano tôi dân từ cài cái lại មួយចំនួន thì cái này ní root local user ní cài về đặt vô vậy hay tổng mới dùng add commentមួយ
បន្ទាប់ពីយើង save វាហើយយើងចូលទៅកាន់ start switch វាម្ដងទៀត start switch វាមួយហ្នឹង sudo system ctr system weហើយនេះខ្ញុំឆែក status មកវាចូលវាបានដែរយើងចូលទៅកាន់ file slash file USI ATP so trong port នេះគឺជា IP public យើងចូលមកកន្លែងនេះចូល copy នេះយកមកដាក់ file slash web ឯដើម្បីមកឆែក user នេះ user របស់យើងគឺជាទូ
connect មកអូខេនេះវា successful ហើយចឹងខ្ញុំបាន connect វាចូលហើយចឹងធ្វើការបង្កើត folder មួយចឹងធ្វើការតេស្តនេះគឺវាបានចឹងការងារណាប៉ុណ្ណឹងអរគុណលោកគ្រូ